Ok, sự này là cái này bạn ngày năng cư dùng một thua video không game tìm lấy pi pon và pay pram thế đấy chẳng ngày năng cư dùng một thua bằng hai là cái này pi rụt biết bao project cam tầm bơi vô cạn bán trả là cái này đi khơi được không thầm này lấy chẳng mà bật cốt dùng bán bay rồi khó như có bay rồi cạn chẳng ok chẳng cái này có cho thành nhầm này thôi mấy bạn cạn chờ mấy ok chẳng có mọi can bay vú này cái này có một page chụp subscribe này cho nên thay nhầm phóng ok ta chẳng ngày rụt biết pro bán cạn trả nó cứ vì miền tậpประมาณ lẹ khăn này thì tạm được không chẳng là khang cứ vì tầm rồi ở dương miền stadium lại bằng bảy mình làm quan cạn láng tới á rồi có stadium này chân đi đây được áp lại vào bốn chân nguồn pi quan bốn chẳng stadium này chân đi vì mình là stadium muối đây được ai vào bốn tiếng ban stadium pi tít anh nó cứ dùng vào lối từ tình ok chẳng nhưng mà dừng mơ bị chụp cam bầu trong muối nó bận tham máu hỡi dừng lên đượcក្នុងដីគឺវាបានកាក់ច្រើនអូខេតាអញ្ចឹងការបើវិជ្ជាកម្មតែគ្នាចូលមកក្នុង setting មកសម្រាប់តែគ្នាដែលអត់ទាន់បើកអូខេអញ្ចឹងចូលមក setting ហើយយើងមកពាក្យ advanced អូខេហ្នឹងគេចូលមកឃើញពាក្យថា personal ad នៅខាងលើគេបងហ្នឹងឃើញអត់នេះ personal ad ហ្នឹងអញ្ចឹងគេចុចឲ្យឃើញពាក្យ on អញ្ចឹងមកហើយបន្ទាប់មកគេមើលក្រោមគឺ personal notification អាហ្នឹងគឺសារពី game Dream League ហ្នឹងអូខេហើយខាងក្រោមវាខាងក្រោមវាបងអស់យើងចុចឲ្យគ្រីទាំងអស់ទាំង3ហ្នឹងមកគេឃើញគ្រីខ្ញុំអត់ឃើញពី on អញ្ចឹងយើងចុចឲ្យឃើញ on អញ្ចឹងមកបើឃើញពី on ចុចឲ្យឃើញ on ហ្នឹងគឺឃើញគ្រីអញ្ចឹងគឺយើងបើកដំណើរការអូខេតាអញ្ចឹងយើងមកមើល stadium យើងវិញមិនខ្ញុំប្រាប់កន្លែងបើកបច្ចុប្បន្នណាទីសំខាន់គឺបច្ចុប្បន្នហើយគេមកមើលមានបច្ចុប្បន្នមើលគឺយើងរកកាក់បានតិចវាមានបណ្ដឹងបន្ថែមអូខេអញ្ចឹងយើង up stadium ឲ្យធំអញ្ចឹងមកនេះគឺ stadium ខ្ញុំគឺខ្ញុំប្រើត្បូងចំនួន 2000 ត្បូងសម្រាប់ទិញនេះខ្ញុំប្រើ Stadium Legendary អញ្ចឹងបើយើងអត់មានត្បូងទេយើងប្រើ Stadium Custom ធម្មតាក៏បានដែរ Stadium ធម្មតាគឺយើងអាប់វាឲ្យឃើញធំមកដាក់តម្លៃវា 85000 មកអាហ្នឹងគឺពេលយើងប្រកួតនៅក្នុងដីបានច្រើននេះ Stadium ផ្សេងដែរ Legendary ដែរតែតម្លៃវាគឺយើងប្រើលុយយើងថប់វា$29 $19អញ្ចឹងចឹង stadium គឺខុសគ្នាចា stadium មួយយើងប្រើឲ្យត្បូង stadium មួយយើងប្រើកាក់ stadium មួយទៀតយើងអាចប្រើកាក់ឬត្បូងទិញបានទេអូខេចឹងតោះយើងបុកបានអាចទិញបាននេះគឺ stadium ខ្ញុំទិញបានហើយអូខេអញ្ចឹងយើងមកមើល stadium custom វិញនេះ stadium custom វិញនេះអូខេហើយចូលកន្លែង auto build capacity វាយើងដាក់តម្លៃដែលខ្ពស់ជាងគេមកដាក់តម្លៃ85000 មកអាហ្នឹងគឺវាធំអាហ្នឹងគឺយើងលេងទៅបានកាក់ច្រើនដូចគ្នាតែបានកាក់ច្រើនដល់ពេលយើងប្រកួតនៅក្នុងដីទេបើនៅក្រៅដីយើងវាបានរាំងតិចក្នុងដីយើងរកបានប្រកួត300កាក់កាលចូលដល់400អីចឹងណាតែភាគច្រើនគឺបាន300កាក់នៅក្នុងដីពេលយើងលេងឈ្នះនៅក្នុងដីបើនៅក្រៅដីវាបានត្រឹម100ទៅ200កាក់ទេអូខេអញ្ចឹងសង្ឃឹមថាអ្នកគ្នាយល់ហើយដែលខ្ញុំបង្ហាញពី stadium វិញអូខេអញ្ចឹង stadium ខ្ញុំប្រើដាក់ legendary វិញខ្ញុំទិញ stadium custom ទៀតបើយើងទិញយើងត្រូវចាយកាក់ទៀតហើយនេះ stadium នេះគឺ Astadio Universal ឃើញដល់លយនេះអញ្ចឹងយើងទិញពីឥឡូវពេលវា update ដល់ឆ្នាំ2026ក៏យើងអាចលេងបានបន្តទៀតដែរចឹងវាប្រហែលជាអាប់ដេតនៅខែក្រោយឯងហ្គេមហ្នឹងខ្ញុំចាំលេង2026ដែរចាំមើល graphic ឬក៏វាមាន stadium ថ្មីដែលគេអាចនឹងអាប់ដេតថ្មីចូលអញ្ចឹងវាកាន់តែស្រួលលេងជាងមុនអូខេអញ្ចឹងវីដេអូថ្ងៃហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាអ្នកគ្នាពេញចិត្តវីដេអូហ្នឹងហើយបើមានចម្ងល់ឬក៏ខ្ញុំនិយាយកន្លែងណាច្បាស់អីគ្នាអាច comment សួរខ្ញុំបានខ្ញុំនឹងព្យាយាមឆ្លើយតបទៅកាន់អ្នកទាំងគ្នា